Hey,បងប្អូនអរគ្នាបាទមកជួបជាមួយអ្នកចំការកំសត់ធ្វើ review ឲ្យមើលបាទនេះបងប្អូនមើលនេះចន្ទទីនេះអាយុបានមើលខ្ញុំដាំពីខែ7ឥឡូវខែ12បាទវាបាន5ខែបាទបងប្អូនឃើញល្អហ៎ចន្ទទីនេះអឺខ្ញុំប្រាប់ពីមូលហេតុអីបានយើងដាំទៅល្អទី1ចន្ទទីនេះពេលដែលវាអាយុប្រហែលជា4ខែខ្ញុំបានបូតស្លឹកនេះប្រភេទបូតស្លឹកកុំខោនេះចេញយើងកាច់ស្លឹកវាចេញបាទហើយយើងអត់បានកាត់មែកវាទេអត់បានតែងមែកទេប៉ុន្តែយើងកាត់ស្លឹកវាចេញអាហ្នឹងយើងបូតតែស្លឹកទេហើយចំពោះចន្ទទីខ្ញុំអានេះខ្ញុំប្រើប្រាស់ថ្នាំសត្វល្អិតហើយនិងថ្នាំបំពន់ហើយយើងដាក់លាយជាមួយគ្នាយើងបាញ់តែម្ដងបងប្អូនអញ្ចឹងហើយឃើញត្រួយវាល្អបងប្អូនឃើញត្រួយវាខ្ចីអញ្ចឹងចន្ទទីវាអត់មានអីស្មុគស្មាញច្រើនទេអត់ដូចដំណាំផ្សេងៗទេឲ្យតែយើងបាញ់ថ្នាំសត្វល្អិតហើយនឹងថ្នាំបំពន់វាទៀងទាត់គឺចន្ទទីល្អហើយបាទហើយដូចជាចន្ទទីនេះអាយុវា5ខែមក5ខែបានប៉ុណ្ណឹងបងប្អូនអញ្ចឹងមានថាឆ្នាំក្រោយអីអាចខ្ពស់នេះហើយនេះបាទហើយមើលបងប្អូនមកមើលទៀតបាទមើលដូចនេះចឹងបងប្អូនអានេះដោយសារយើងបាញ់ជីបំពន់ហើយនឹងថ្នាំសម្រាប់សត្វអត់បានទៀងទាត់ចន្ទទីវាចេញមកគឺល្អចឹងបងប្អូនហើយពេលដែលខែ3ដាំបាន3 4ខែហ្នឹងខ្ញុំដើរបូតស្លឹកប្រភេទស្លឹកចាស់ចេះកុំឲ្យវា CG បងប្អូនពេលណាដែលយើងកាត់អាស្លឹកចាស់ចេញទៅវាអត់សូវ CG ចន្ទទីយើងធំបានលឿនចឹងបងប្អូនមើលនេះទៀតបាទអូឥឡូវចេញត្រួយផ្កាមកតិចតិចបងប្អូនអានេះវាដល់ពេលខែប្រាំងចន្ទទីវាត្រូវទាញត្រួយដល់ពេលដែលវាមានត្រួយគឺវាមានផ្កាមកជាមួយគ្នាតែម្ដងហើយប៉ុន្តែយើងទូចឹងយើងអត់យកផ្កាវាទេតិចយើងដើរក្តិចវាចោលទាំងអស់ហើយចន្ទទីនេះបន្ទាប់ពីឆ្នាំទី2ទៅប្រហែលជាបានមួយដើម1គីឡូ2គីឡូអីហើយបងប្អូនបាទចឹងបងប្អូនមើលនេះដើមវាសំខាន់ប៉ុណ្ណឹងបងប្អូនបាទចឹងអានេះដោយសារយើងប្រើប្រាស់ជីនិងសត្វអត់បានទៀងទាត់ខ្ញុំអត់សូវដាក់ជីទេបងប្អូនមួយឆ្នាំហ្នឹងខ្ញុំដាក់ជីតែពេលដាំម្ដងគត់អត់សូវបានដាក់ជីទេបាទអញ្ចឹងប៉ុន្តែវាបានល្អប៉ុណ្ណឹងដែរដីខ្ញុំដីអត់ល្អបងប្អូនដីសស្គុះនេះទេដីសស្គុះបាទហើយនេះដែរនេះអញ្ចឹងមើលបាទឃើញចន្ទទីវាល្អបងប្អូនឃើញនេះដើមដូងពីមុនខ្ញុំដាំដើមដូងប៉ុន្តែខ្ញុំកាប់វាចេញដោយសារអីយើងបដុកនេះដោយសារវាឆ្ងាយទឹកពិបាកថែទាំអញ្ចឹងខ្ញុំបានកាប់វាចោលហើយដាក់ចន្ទទីវិញចន្ទទីស្រួលថែទាំស្រួលដើរចោលបងប្អូនបាទអញ្ចឹងនេះជាចន្ទទីអាយុ5ខែបាទអញ្ចឹងអត់មានអីទេគ្រាន់តែចង់និយាយថាពេលដែលយើងចន្ទទីអត់មានពិបាកបងប្អូនឲ្យតែបាញ់សត្វល្អិតហើយនឹងបាញ់ជីបំពន់ខាងលើឲ្យបានច្រើនគឺចន្ទទីស្ទុះធំលឿនតែម្ដងបាទអរគុណ